រៀបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញពុកម៉ែបងប្អូនអរគ្នាទាក់ទងជាមួយនឹងវីដេអូ2មួយវីដេអូ short វាទៀតវីដេអូ long ហើយខ្ញុំដាក់ក្នុង channel តែមួយអញ្ចឹងបងប្អូនថាយើងទទួលបានលុយប្រមាណពីវីដេអូ short ហើយវីដេអូ long យើងទទួលបានលុយប្រមាណអញ្ចឹងបងប្អូនបាទឥឡូវខ្ញុំចុចឲ្យបងប្អូនមើលថារយៈ2k2k view វីដេអូ short បងប្អូនបាទហើយអាហ្នឹង2k ចាំមើលបានចំនួនទឹកលុយប៉ុន្មានណាចាំខ្ញុំចូលមើលសិនអូខេនេះបងប្អូននេះចំនួនវីដេអូ short 2k របស់យើងចំនួនវីដេអូ short 2k របស់យើងទទួលបានលុយ 0.07 ដុល្លារច្រើនអត់បងប្អូនគឺអត់ច្រើនទេគឺតិច 2k បងប្អូននេះហើយកំពុងតែ online អូខេចឹងនេះបានតែ 0.07 ទេណាបងប្អូនបាទចំនួន 2k ហើយចាំមើលខ្ញុំឲ្យទៅមើលវីដេអូ long ម្ដងថាយើងបានប្រមាណអូខេបងប្អូននេះវីដេអូ long របស់យើងវីដេអូ long យើងតាចំនួនអ្នកមើលតាម114 view ទេបងប្អូនយើងទទួលបាន 0.14 ដុល្លារអញ្ចឹងវីដេអូ long គឺយើងអាចរកលុយបានច្រើនជាងវីដេអូ short ដោយសារតាRPM វាថ្លៃបងប្អូនបាទបើសិនជាយើងមានពេលយើងធ្វើវីដេអូ long ទៅដើម្បីបើសិនជាមានអ្នកមើលច្រើនយើងបានលុយច្រើនតាមនឹងដែរបងប្អូនអានេះខ្ញុំមានអ្នកមើលតា144អ្នកអញ្ចឹងយើងទទួលបាន 0.14 អញ្ចឹងគឺច្រើនបងប្អូនបាទចុះត្រឹមនឹង 1k យើងអាចនឹងបាន1រៀលឬក៏2រៀលបើសិនជា view យើងបាន 1k ឬក៏ 2k យើងអាចបាន1រៀលឬក៏2រៀលឬក៏ប្រហែលរៀលវាអាស្រ័យទៅលើ viewer របស់យើងថាគាត់នៅក្រៅប្រទេសណាអញ្ចឹងណាបងប្អូនបាទហើយ RPM វាថ្លៃដោយសារថាវីដេអូ long យើងដឹងស្រាប់អី RPM ថ្លៃបើថាវីដេអូ short RPM វាថោកទេបងប្អូនបាទអញ្ចឹងអ្នកនរគ្នាអាចគិតមើលបានថាយើងគួរតែធ្វើវីដេអូ short ឬក៏ long អានេះ channel របស់ខ្ញុំសាកល្បងដាក់វាពីរចូលគ្នាអញ្ចឹងវាធ្លាក់បងប្អូនហ្នឹងហើយវាធ្លាក់ view អញ្ចឹងវីដេអូ short យើងឡើងដល់ពេល long អត់ឡើងទេ long វាធ្លាក់កាលមុនអ្នកមើលសិតតែ KK ដល់ពេលយើងផុស short លាយគ្នាអញ្ចឹងទៅវាធ្លាក់ long ឡើង short អញ្ចឹងខ្ញុំតែងប្រាប់បងប្អូនថាបើសិនជាយើងធ្វើវាដាច់លេខពីគ្នាទៅយើងផុស short ផ្សេង channel មួយផ្សេងទៅ long channel មួយផ្សេងប៉ុន្តែវីដេអូយើងត្រូវថតផ្សេងគ្នាបងប្អូនហ្នឹងហើយបើសិនជាយើងចង់ផុស short វីដេអូដែលអាហ្នឹងតែយើងផុសជាមួយនឹង channel ដែលយើងផុស long ផុស long រួចយើងកាត់ធ្វើ short យើងផុស short នឹង channel យើងដែលបើយើងយកដាក់ channel ផ្សេងអត់កើតទេបងប្អូនគឺវាអាចមានបញ្ហាអញ្ចឹងណាបងប្អូនបាទបើសិនយើងចង់ធ្វើវាដាច់ដលេខពីគ្នាទៅយើងអាចទទួលបានview long ឡើងហើយគឺវាឡើងរហូតហើយវាអត់ធ្លាក់បើសិនយើងផុស short ផង long ផងវាអាចនឹងធ្លាក់ view អញ្ចឹងវាឡើង short long ធ្លាក់ឡើង long short ធ្លាក់អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចគិតមើលថាយើងគួរតែផុសលាយគ្នាឬមួយក៏យើងផុសមួយ channel ផ្សេងគ្នាបាទ short យើងស្រួលធ្វើក៏ពិតមែនប៉ុន្តែវាបានលុយតិចប៉ុន្តែបើសិនជាយើងផុសបានផ្ទុះក៏យើងបានលុយច្រើនដូចគ្នាបើសិនយើងផ្ទុះដល់ 100k ឬក៏ 1m 2m អីយើងបានលុយច្រើនតាមនឹងដែរអញ្ចឹងអាហ្នឹងស៊ីសងលើយើងអាចមានសមត្ថភាពធ្វើបានផ្ទុះឬក៏អត់បើសិនជា long វិញបើសិនជាបាន100ឬក៏ 200-300k ឬក៏ 1m 2m នឹងតែលុយសុទ្ធដែរបងប្អូនបាទ long ណាបើសិនយើងធ្វើបានផ្ទុះតែអត់មានក្បាច់ឬក៏មានតិចនិចអីអាចធ្វើបានផ្ទុះទេតែវាត្រូវផ្ទុះហើយបងប្អូនបាទនឹងកុំជឿគេថាមានក្បាច់ចេះចោះគឺអត់មានទេបងប្អូន
ទោះបីតែខ្ញុំក៏អត់មានក្បាច់អីដែរគេសុំចែកក្បាច់ធ្វើឲ្យផ្ទុះដូចខ្ញុំគឺអត់មានទេបងប្អូនយើងផុសធម្មតាកាលថាយើងផុសយើងមើលម៉ោងដែលយើងត្រូវផុសម៉ោងណាដែលយើងផុសឡើងយើងផុសតែម៉ោងនោះបងប្អូនបាទយើងកុំផុសពាសវាលពាសកាលវាអាចនឹងមានបញ្ហាអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំចង់បង្ហាញបងប្អូនអរគ្នាតែប៉ុណ្្នឹងរវាងវីដេអូ short ហើយនិង long តែយើងគួរតែផុសលាយគ្នាឬមួយក៏យើងផុសផ្សេងគ្នាអញ្ចឹងបងប្អូនបាទអរគុណច្រើនបាយបាយ